ជាដំបូងសូមគ្រប់ជំរាបសួរដល់អ្នកទាំងអស់គ្នាវិលមកជួបគ្នាជាថ្មីហើយកាលពីថ្ងៃទី19មេសាថ្មីនេះនាវាជប៉ុន2គ្រឿងបានចូលចតនៅមូលដ្ឋានទ័ពសមុទ្ររៀមក្នុងគោលបំណងពង្រឹងសហប្រតិបត្តិការល្អៗបង្កើតទំនាក់ទំនងនិងរឹតចំណងមិត្តភាពសាមគ្គីភាពកាន់តែល្អរវាងប្រទេសទាំងពីរហើយដូចនេះខ្ញុំសូមលើកយកសមត្ថភាពរបស់នាវាទាំងពីរគ្រឿងនេះយកមកបង្ហាញអ្នកទាំងអស់គ្នានាវាជប៉ុនទី1មានឈ្មោះថា JS Bango MST 464ជាប្រភេទនាវាមានមុខងារដោះមីនត្រូវបានដាក់ឲ្យប្រើប្រាស់កាលពីឆ្នាំ1997នៅកំពង់ផែយ៉ាគូស៊ូកាវាមានទម្ងន់6850តោនជាមួយនឹងប្រវែង141ម៉ែត្រកម្ពស់22ម៉ែត្រនិងបាត14ម៉ែត្រដើម្បីអាចធ្វើដំណើរបាននាវា JS Bango បំពាក់ដោយម៉ាស៊ីនចំនួន2 ម៉ាក Mitsui 12V42M diesel ដែលអាចឲ្យវាធ្វើដំណើរបានលឿនអតិបរមា41គីឡូម៉ែត្រក្នុង1ម៉ោងនិងបន្ទុកនាវិកបានចំនួន170នាក់ក្រៅពីការ design របស់វានាវានេះបំពាក់ដោយប្រព័ន្ធរ៉ាដានិង sensor ដ៏ទំនើបមានដូចជា OPS 39C និង OPS 20របស់ប្រទេសជប៉ុនជាប្រភេទរ៉ាដាស្វែងរកគោលដៅលើផ្ទៃទឹកនិងចាប់ទីតាំងដូចជាមីននិងទូកល្បាតប្រព័ន្ធរ៉ាដា OPS 14C ជាប្រព័ន្ធរ៉ាដាស្វែងរកគោលដៅលើផ្ទៃអាកាសសម្រាប់ចាប់យកសញ្ញាអត្ថភេជ្ជៈប្រព័ន្ធពង្រាយមីង Thai Sea Mine Layering device សម្រាប់ការពារខ្លួននិងប្រឆាំងសត្រូវប្រព័ន្ធដោះមីន MK105 និង MK104 Aero Magnetic device ប្រព័ន្ធគ្រប់គ្រងការប្រយុទ្ធ Type 81 Fire Control System សម្រាប់គ្រប់គ្រងការបាញ់សត្រូវនិងការតាមដានសត្រូវប្រព័ន្ធ Sensor Sonar សម្រាប់ចាប់យកគោលដៅក្រោមបាតសមុទ្របន្ទាប់ពីប្រព័ន្ធរ៉ាដានិង Sensor ប្រព័ន្ធដាក់ពង្រាយមីននាវា JS Bango MST 464បានបំពាក់នៅសភាវុធកន្លែងទុកដាក់និងការចោះចតឧទ្ធម្ភាគៈផងដែរដូចជាកំភ្លើងធំ76មីលីម៉ែត្រ Auto Melara ចំនួន1កំភ្លើងយន្ត20មីលីម៉ែត្រ Olecon ចំនួន2និងកំភ្លើងយន្ត 12.7 មីលីម៉ែត្រ M2 ចំនួន2ក្រៅពីនេះមានប្រព័ន្ធប្រឆាំងរលកសញ្ញា Electro Warfare Nord 8និងអាវុធការពារពីការវាយប្រហារ MK137 Decoy Launcher នាវាជប៉ុនដោះមីនទី2មានឈ្មោះថា JS Estajima MSO 306ត្រូវបានដាក់ឲ្យប្រើប្រាស់តាំងពីឆ្នាំ2019នៅកំពង់ផែកូរ៉េហើយមានទម្ងន់690តោនជាមួយនឹងប្រវែង 66.8 ម៉ែត្រកម្ពស់11ម៉ែត្រនិងបាត 2.7 ម៉ែត្រក្រៅពីវិមាត្ររបស់វានាវា Estajima បំពាក់ដោយម៉ាស៊ីនម៉ាស៊ូចំនួន2គ្រឿងដែលអាចឲ្យនាវាធ្វើដំណើរបានលឿនអតិបរមា26គីឡូម៉ែត្រក្នុង1ម៉ោងផ្ទុកនាវិកបានចំនួន54នាក់ចំណែកប្រព័ន្ធរ៉ាដានិង sensor របស់វារួមមាន OPS 39H Surface Radar ជាប្រភេទរ៉ាដាចាប់សញ្ញាលើផ្ទៃទឹករ៉ាដាចាប់រលកសញ្ញាក្រោមបាតសមុទ្រមានដូចជា OWQ10 Code Sonar និង ZQS4 Sonar Robot បញ្ជាដោយគ្មានមនុស្សបើកក្រោមបាតទឹក OWZ2 WV ក្រៅពីនេះវាមានកំភ្លើងធំទុកសម្រាប់ការពារខ្លួននិងប្រយុទ្ធ20មីលីម៉ែត្រ JM61R MS ចំនួន1ផងដែរជាចុងបញ្ចប់សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានតាមដានស្ដាប់យ៉ាងយកចិត្តទុកដាក់